ក្រៅពីអាហារនិងទម្លាប់រស់នៅប្រចាំថ្ងៃការគេងបានរួមចំណែកសំខាន់ក្នុងការគ្រប់គ្រងសុខភាពរបស់មនុស្សគ្រប់រូបប្រសិនជាអ្នកគេងបានត្រឹមត្រូវគ្រប់ម៉ោងជារៀងរាល់ថ្ងៃរាងកាយនឹងរឹងមាំមិនងាយឈឺទេប៉ុន្តែបើករណីគេងខុសក្បួនមិនគ្រប់ម៉ោងកំណត់ប្រព័ន្ធការពាររាងកាយរបស់អ្នកឆាប់ចុះខ្សោយហើយងាយឈឺបំផុតជាការពិតណាស់យោងតាម CDC អាមេរិកបានប្រាប់ឲ្យដឹងថាការគេងខុសក្បួនដូចជាញ៉ាំអាហារហើយភ្លាមចូលគេងភ្លាមញ៉ាំអាហារពេលល្ងាចលើសពីម៉ោង10យប់រាល់ថ្ងៃចូលចិត្តញ៉ាំសាច់ច្រើនគ្រឿងលើសជាតិផ្អែមនៅក្នុងពេលយប់ហើយចូលគេងភ្លាមគឺជាទម្លាប់អាក្រក់ទម្លាប់នាំឲ្យមានជំងឺចូលខ្លួនមួយទៀតចំពោះអ្នកគេងតិចជាង7ម៉ោងក្នុងមួយយប់ឬគេងក្រោយម៉ោង12រៀងរាល់យប់ញឹកញាប់ងាយប្រឈមមុខជាមួយនឹងជំងឺដាច់សរសៃឈាមបេះដូងការគេងមិនគ្រប់គ្រាន់គឺធ្វើឲ្យរាងកាយរបស់អ្នកមិនបានសម្រាកគឺងាយនឹងប្រឈមមុខជាមួយនឹងជំងឺសរសៃឈាមបេះដូងក្រៅពីនេះមានជំងឺរ៉ាំរ៉ៃចំនួន5ទៀតដែលអ្នកអាចនឹងប្រឈមទី1ជំងឺទឹកនោមផ្អែមតាមការស្រាវជ្រាវបានរកឃើញថាការគេងមិនគ្រប់គ្រាន់ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃការវិវត្តជំងឺទឹកនោមផ្អែមប្រភេទទី2ពីព្រោះនៅពេលដែលរាងកាយរបស់អ្នកគឺវាត្រូវការដុតរំលាយជាតិស្ករអាក្រក់នៅក្នុងឈាមនៅពេលដែលយើងគេងដូច្នេះប្រសិនបើជាអ្នកគេងមិនបានគ្រប់គ្រាន់មានន័យថារាងកាយរបស់អ្នកក៏មិនមានពេលគ្រប់គ្រាន់ក្នុងការរំលាយជាតិស្ករអាក្រក់ដែរទី2ខួរក្បាលដំណើរការមិនល្អតាមការសិក្សាឆ្នាំ2018បានរកឃើញថាមនុស្សពេញវ័យបើគេងបាន4ម៉ោងឬទាបជាងនេះក្នុងមួយយប់គឺបណ្ដាលឲ្យខួរក្បាលរបស់អ្នកដំណើរការយឺតស្ពឹកខួរក្បាលឆាប់ភ្លេចភ្លាំងនិងចាស់ជាងអាយុ8ឆ្នាំផងដែរមានន័យថាប្រសិនបើពេលនេះអ្នកអាយុ20ឆ្នាំនោះខួរក្បាលរបស់អ្នកនឹងដំណើរការយឺតប្រៀបដូចជាមនុស្សអាយុ28ឆ្នាំអញ្ចឹងទី3ភាពធាត់ការស្រាវជ្រាវបានរកឃើញថាតាមរយៈនៃការគេងខ្លីបណ្ដាលឲ្យមានការផ្លាស់ប្ដូរមេតាបូលីសដែលអាចត្រូវបានផ្សារភ្ជាប់ទៅនឹងការធាត់ទី4ជំងឺធ្លាក់ទឹកចិត្តនៅពេលដែលរាងកាយដល់ម៉ោងសម្រាកប៉ុន្តែអ្នកមិនព្រមឲ្យវាសម្រាករឿងមួយដែលខួរក្បាលធ្វើការខ្លាំងបំផុតគឺគិតរឿងផ្ដេសផ្ដាសគិតពីនេះគិតពីនោះប្រសិនជាបណ្ដោយបែបនេះយូរទៅអ្នកនឹងក្លាយទៅជាអ្នកជំងឺផ្លូវចិត្តធ្ងន់ធ្ងរទី5ការស្លាប់មុនអាយុការគេងមិនលក់គេងបានតិចធ្វើឲ្យរាងកាយសម្រាកបានតិចប្រើប្រាស់ថាមពលអស់ពីខ្លួនកម្រិតអាំងស៊ូលីនចុះខ្សោយងាយធ្វើឲ្យមេរោគនិងជំងឺផ្សេងៗជ្រៀតចូលក្នុងរាងកាយរបស់អ្នកបានយ៉ាងលឿនបន្ថែមលើពីនេះតាមការសិក្សាបានរកឃើញថា 12% នៃមនុស្សដែលគេងបានតិចជាង5ម៉ោងប្រឈមមុខជាមួយនឹងជំងឺរ៉ាំរ៉ៃជាច្រើនចាស់មុនអាយុនិងស្លាប់មុនអាយុផងដែរបន្ថែមលើពីនេះទៀតមនុស្សដែលពេញវ័យត្រូវគេងឲ្យបានចន្លោះពី7ទៅ9ម៉ោងក្នុងមួយយប់ចំណែកឯមនុស្សចាស់វិញត្រូវគេងឲ្យបានចន្លោះពី7ទៅ8ម៉ោងក្នុងមួយយប់ដូចគ្នាទើបមានសុខភាពល្អរឹងមាំមិនងាយប្រឈមនឹងជំងឺ